ស្ដាយអ្នកគ្នាភ្លេចខ្ញុំនៅហ្នឹងឯងខ្ញុំជាលណាកេមីងឯងហើយណាមួយអ្នកទាំងអស់គ្នាឥឡូវគឺអត់បានចូលលេង Sakura School សោះហ្មងប៉ុន្តែថ្ងៃមុនហ្នឹងខ្ញុំអូស TikTok ទៅខ្ញុំឃើញម្នាក់វាហាគេផុសអញ្ចឹងឥឡូវគឺ Sakura School អាចលេងជាមួយនឹងមិត្តភក្តិរបស់យើងបានណាអ្នកគ្នាខ្ញុំគ្រាន់តែឃើញអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមដល់ Sakura School មកលេងហ្មងចង់ដឹងណាអ្នកគ្នាប៉ុន្តែខ្ញុំមិនដឹងថាពិតឬមួយក៏អត់ពិតទេអ្នកគ្នា because ខ្ញុំបានលើមិត្តភក្តិខ្ញុំនិយាយពេលខ្ញុំទៅប្រាប់គេអញ្ចឹងគេថាអាហ្នឹងមែនទេគឺលេងបានតែក្នុង Sakura របស់ចិនទេយ៉ាគឺមានជាការបាក់ទឹកចិត្តខ្លាំងមែនតើពេលអញ្ចឹងតើខ្ញុំកាន់តែភ័យមកខ្ញុំមានអារម្មណ៍ថាចាមានអារម្មណ៍ថាលើកមុនខំគិតថាបានលេងមួយមិត្តភក្តិបាននិយាយបានថតវីដេអូមួយមិត្តភក្តិតែចុងក្រោយគឺអត់ហ្មងតែហាឧទាហរណ៍កតិករបស់យើងគឺគិតផ្ទុយឯណានេះហើយយើងអត់តន់ដឹងច្បាស់អត់ហ្នឹងប៉ុន្តែអ្នកគ្នាមកខ្វល់ច្រើនពេកមកមើលមកខ្ញុំទាំងអស់គ្នាឥឡូវគឺ Sakura School Update គឺច្រើនខ្លាំងមែនតើមានកវលឲ្យយើងពាក់ហើយមកសក់គឺស្អាតខ្លាំងមែនតើយម៉ែអ្នកគ្នាមើលកវលហើយយើងអាច change color skin របស់យើងបានទេព្រោះហាអានោះគឺយើងងាយស្រួលសម្រាប់អ្នកដែលគាត់ថតវីដេអូដែលធ្វើជារឿងលងស្នេហ៍ស្រីមើលឈ្នះអីចាគឺមិនបាច់ចាំទៅពិបាកដូរពណ៌ color អីច្រើនដងអ្នកគ្នាអាប់ដេតលើកនេះគឺពិតជាលយខ្លាំងមែនតើហើយមិនថាសក់មិនថាក្អៅមិនថាទម្រង់មុខទេគឺអាប់ដេតមកអ្នកខ្ញុំអូយឡើងសេវ៉ាវហ្មងណាហើយពេលហ្នឹងខ្ញុំគិតថាចាបើគេអាប់ដេតក្អៅអញ្ចឹងហើយតិចគេអាប់ដេតកន្លែងទៀតលក្ខណៈថាខានលេងយូរអញ្ចឹងវារៀងផ្លាយដែរណាពេលហ្នឹងចិត្តមើលបានផែមកបន្តិចក៏សម្រេចចិត្តថាចូលលេងមកចង់ដឹងថាតើ Sakura School មានអាប់ដេតកន្លែងណាខ្លះអត់អ្នកគ្នាគឺ Sakura School ចំពោះកន្លែងទីតាំងគឺអត់មានបញ្ចូលកន្លែងថ្មីចូលទៅក្នុង map នោះទេតែកណ្ដាលថាវាអត់ចូលទៅក្នុង location របស់យើងអញ្ចឹងប៉ុន្តែអ្នកគ្នាយ៉ាងណាក៏យើងនៅតែអាចលេងបានដូចមុនដដែលពេលខ្លះមានអារម្មណ៍ថាអត់អាប់ដេតកន្លែងមែនប៉ុន្តែធ្វើឲ្យយើងមានអារម្មណ៍ថាកន្លែងខ្លះគឺអាប់ដេតហើយតែយកបានមកអញ្ចឹងណាអ្នកគ្នាភាសាកន្លែងនេះមកអ្នកខ្ញុំមិនដឹងថាមានមនុស្សម្នាក់ថតបានមកហើយសម្រាប់កខ្វេឆ្មានេះគឺខ្ញុំបានធ្វើវីដេអូនៅក្នុង account ជាលណាកេមីងរបស់ខ្ញុំនឹងមក50000 yen ហើយនឹង10000 yen 5000 yen ដល់អ្នកអរគុណអ្នកគ្នាវីដេអូខ្ញុំមានប៉ុណ្្នឹងឯងបាយបាយ